នៅពេលចាប់ផ្ដើម project React ថ្មី front end គ្នាយើងមួយចំនួនតែងតែសួរសំណួរស្តៀងគ្នាថាតើគួរជ្រើសរើស UI library មួយណាមកប្រើជាពិសេសដៃថ្មីសួរថាតើយកអាមួយណាលោជាងគេអាមួយណាមាន animation អាមួយណាបាន style ច្រើនតែដល់ពេលបាន3 4ថ្ងៃទើបដឹងថាឬខុសតែបញ្ហានោះមិនមែនមកពី UI library ហ្នឹងទេតាមពិតហ្នឹងមកពីយើងសួរសំណួរវាមិនទាន់ត្រូវជាទូទៅមុនពេល project start ដំបូងគេតែងតែមាន meeting ឬក៏ពេលខ្លះគេគ្រាន់តែ send design មកឲ្យខាង software engineer មើលក៏មានដែរហើយបើសិនជាពួកគាត់ level senior អីហើយគឺគាត់មាន UI library ដែលគាត់នៅក្នុងមានបទពិសោធន៍ពីមុនមកហើយគាត់អត់ចាំបាច់ទៅហត់រើសគាត់ថាបានដែរព្រោះអី project ថ្មីគាត់ធ្លាប់ប្រើអញ្ចឹងនៅពេលដែលគាត់ឃើញ UI library គាត់រើសយកproject មុនUI library ដែលគាត់ប្រើក្នុង project មុនតែម្ដងតែចំពោះដៃថ្មីប្រកាសជាយើងទៅ search នៅ Google ឬក៏ឥឡូវយើង search AI ហើយឧទាហរណ៍ថាយើង search ថា UI React library អីចឹងទៅយើងសាកយក AI mode មើល AI mode ជាមួយវាថាម៉េចអូខេ so ដូចចឹងវាមានសារ CN អីហោហាចឹងមកអញ្ចឹងយើងតែងតែទៅ search មើលថាអូ library មួយហ្នឹងរូបរាងវាយ៉ាងម៉េចវាបាន star ប្រហែលឧទាហរណ៍ MUI ចឹងទៅអញ្ចឹងជាទូទៅតាំងគេទាំងខ្ញុំពីមុនឬក៏ដៃថ្មីតែទៅមើលទៅអូនេះ UI ដូចលយមើលទៅដូចទំនងអញ្ចឹងយកមកប្រើមកតាមពិតទៅសំណួរមិនមែនសួរថាតើគួរយក UI library មួយណាអាលយឬក៏មាន animation ទេយើងត្រូវសួរថាតើយើងរើសយក UI library មួយណាយកមកប្រើជាមួយនឹង project ហ្នឹងឲ្យវាស៊ីចង្វាក់ជាមួយនឹង team របស់យើងខ្ញុំធ្លាប់ធ្វើការជាមួយនឹង UI library ដូចជា MUI នេះមាន Undesign មាន Headless ដែល Undesign ដូចជារបស់ Kerker ហើយ Headless ហ្នឹងគឺជារបស់ Tailwind team ដែលគាត់បង្កើតមកប្រហែលជា 4-10 ជាង component សាមញ្ញដែលប្រើប្រាស់ប្រចាំថ្ងៃសម្រាប់ web UI element ហ្នឹងអាចឥឡូវមានច្រើនជាងហ្នឹងហើយនឹងចុងក្រោយនេះខ្ញុំប្រើសារ CN ហើយខ្ញុំតែងតែប្រើប្រាស់វិធីសាស្ត្រ4ដើម្បីធ្វើការជ្រើសរើស UI library ហ្នឹងហើយចាំមើលខ្ញុំបញ្យល់មួយចំណុចទី1គឺភាពបត់បែននៃ design ចំណុចនេះគឺមានន័យថាយើងត្រូវសួរខ្លួនឯងថាតើបើសិនជាយើងរើសយក UI library ហ្នឹងមកប្រើតើវាអាចធ្វើដូចទៅនឹង designer ហ្នឹងក៏ដែលគាត់គូសមកនៅក្នុង Figma បានប៉ុណ្ណាដោយមិនចាំបាច់កែកូដច្រើនជាទូទៅយើងរើសយក UI library មួយណាក៏វាធ្វើបានដែរឬក៏យើង build from scratch UI element CS សុទ្ធក៏បានដែរប៉ុន្តែសួរថាវាចំណាយពេលប្រហែលឬក៏យើងរើស UI library មកប្រើហ្នឹងដោយអត់សូវចាំបាច់កែកូដច្រើនហើយវាធ្វើឲ្យបានដូចចិត្តដែល UI designer អត់ឧទាហរណ៍បើសិនជាយើងធ្វើការទៅលើ dashboard អ្នកនរគ្នាមាន project dashboard ឧទាហរណ៍នៅក្នុង Figma នេះខ្ញុំមាន dashboard UI មួយឧទាហរណ៍ថាខ្ញុំជា designer ខ្ញុំឲ្យគាត់មើលអញ្ចឹងតែមាន dashboard ឥឡូវយើងកុំ focus លើ main content UI នេះខ្ញុំមិនបង្កើតទេគឺយើង download free ពី Figma មកគេហៅ Untitled UI អញ្ចឹងបើយើងត្រឡប់មកយើងវិញបើសិនជាយើងនិយាយពី sidebar បើសិនជាយើងនៅក្នុង code យើងប្រកាសជារើស UI library ដែលវាអាចធ្វើបានគិតទៅនឹង UI ហ្នឹងធម្មតាវាគ្មាន UI library ណាយកមក 100% ទៅតាម designer ទេបើសិនជា designer គាត់ creative តែបើ designer គាត់យក UI library ពីខាងឧទាហរណ៍ខាង MUI ដែលគេគូសមកយកមកបដុំអូខេអាហ្នឹងដូចព្រោះពេលខ្លះមានក្រុមហ៊ុនមួយចំនួនដូចជា MUI ដូចជាក្រុមហ៊ុនផ្សេងៗគាត់មាន design system របស់គាត់ដែរបើសិនជា designer យើងយក design system យកមកប្រើ copy paste អញ្ចឹងយើងយក UI library មកក៏វាដូចគ្នាដែរប៉ុន្តែករណីជាក់ស្ដែងឧទាហរណ៍ថាគេចង់បាន UI បែបនេះហើយយើងទៅធ្វើការយក MUI ឬក៏ Undesign ជាទូទៅ UI library ហ្នឹង MUI គឺភាគច្រើន
វា material design យើងអាច customize បានមិនថាធ្វើមិនបានទេប៉ុន្តែយើងនឹងចំណាយពេលយូរយើង override style ច្រើនទៅដល់ធ្វើដូចក្នុង Figma ប៉ុន្តែបើសិនជាយើងទៅមើល SANCN វិញ SANCN គឺមាន feature មួយហៅ block ហ្នឹងគឺគេ design ឲ្យស្រាប់ៗនៅ component ដែលអាសាប្រើជាទូទៅនៅក្នុង web development ហ្នឹងឧទាហរណ៍ថា sidebar អញ្ចឹង sidebar វាមានច្រើន mode អញ្ចឹងយើងអាច select មើល mode មួយណាដែលវាមានស្តៀងទៅក្នុង Figma ដែល design ឲ្យហ្នឹងយើង install ដាក់ចូលមកហើយយើងយកទៅ customize តទៀតវាអាច padding ពណ៌ margin នៃរៀងត្រឹសតិចថែម icon អីចឹងទៅចឹងបើយើងរើសយក SANCN វានឹងចំណេញពេលពីព្រោះអីយើងអាចធ្វើការ customize បានហើយវា install មកវាគៀកទៅនឹង UI ដែលគេឲ្យបាត់ទៅហើយចំណុចទី2តាក់ទងជាមួយនឹង developer experience អក្សរកាត់គេហៅ DX អញ្ចឹងចំណុចនេះគេចង់និយាយថាតើ library ហ្នឹងយើងយកមកប្រើហ្នឹងវាងាយភាពមានភាពងាយស្រួលអត់ឧទាហរណ៍អីទៅភាពងាយស្រួលតាក់ទងជាមួយនឹង document បើសិនជាយើងទៅមើល document របស់ UI library ហ្នឹងតើវាស្រួលមើលអត់វាការ install ហ្នឹងវាយ៉ាងម៉េចដែរវាងាយទេមក command ដើរឬក៏មិនមាន support framework ច្រើនអត់ជួនកាលអ្នកខ្លះគាត់ធ្វើលើ Laravel បើអត់មាន Laravel ហ្នឹងมันពិបាកឬក៏ការប្រើប្រាស់ component ហើយប្រើប្រាស់ component ហ្នឹងមាន example បានត្រឹមត្រូវទេរបៀបប្រើហ្នឹងមិនដែរ copy ដាក់ផាប់ត្រូវឬក៏វាមាន error អញ្ចឹង developer experience ហ្នឹងគឺស្ថិតទៅលើចំណុចហ្នឹងអញ្ចឹងបើសិនជាវាមានល្អវាងាយស្រួលប្រើយើងឃើញថាយើងឲ្យបន្ទុកទៅ UI library ហ្នឹងទៅអញ្ចឹងឱកាសដែលយើងរើសយកវាគឺវាច្រើនចំណុចទី3តកតងនឹងភាពស៊ីចង្វាក់គ្នារវាង code ហើយនិង design ចំណុចនេះវាជក់ចិត្តតិចចំណុចនេះគឺមានន័យថាបើសិនជាយើងរើសយក UI library ហ្នឹងមកថាតើវាអាចធ្វើការជាមួយគ្នានឹងបានស៊ីចង្វាក់អត់ឧទាហរណ៍លោកពិបាកយល់អញ្ចឹងយើងទៅមើលឧទាហរណ៍មួយតកតងជាមួយនឹង login form អញ្ចឹងបើសិនជា login form សម័យថាយើងធ្វើបានពីអាទិត្យហើយយើងមាន login form មួយយើង finish យើងចប់អស់ហើយយើងអាច login បានអីហោហាអញ្ចឹងបញ្ចូល input អីធម្មតាប៉ុន្តែបើពីអាទិត្យក្រោយខាង design គេឬក៏ខាង product team ហ្នឹងគេធ្វើការដូរ rebranding គេអត់ឆ្លាញ់ពណ៌ដាក់ gray ទៀតឥឡូវគេយកពណ៌ green ឬក៏ខៀវខ្ចីអញ្ចឹងទៅអញ្ចឹងសួរថាតើនៅខាង code ខាង software engineer យើងហ្នឹងធ្វើម៉េចដើរដូរពណ៌គ្រប់កន្លែងឬក៏ UI library ហ្នឹងវាដូរមកកន្លែងដែរជួយធម្មតាបើសិនជាយើងដូរពណ៌យើងឃើញចំណុចនេះដូចជា forget password sign up នេះគឺប្រើពណ៌ primary បើសិនជាយើងដើរដូរវាហត់ដូរពី3កន្លែងថាតើ UI library របស់យើងហ្នឹងវាធ្វើឲ្យការជាមួយ project យើងហ្នឹងវាស្រួលយ៉ាងម៉េចអញ្ចឹងនៅក្នុងករណីនេះបើសិនជានេះគឺខ្ញុំធ្វើ example មួយតាក់ទងជាមួយនឹង login ឥឡូវវាពណ៌ដាក់ gray ទេអញ្ចឹងបើសិនជាយើងចូល project ដោយសារតែរបស់ដែលខ្ញុំប្រើនេះគឺ SANCN ដែលផ្គូផ្ជាមួយនឹងយើងដឹងស្រាប់ហើយ SANCN គឺធ្វើពី core វាគឺមកពី Tailwind អញ្ចឹង Tailwind គឺគេមានកន្លែង config CF variable ឡាអញ្ចឹងយើងគ្រាន់តែដូរ primary color ទៅគឺវាជាការស្រេចគេឧទាហរណ៍ថាពណ៌បៃតងខៀវខ្ចីអញ្ចឹងទៅឃើញទេអញ្ចឹងវានឹងដូរបានពី3កន្លែងអញ្ចឹងមិនមែនតែ form login ហ្នឹងទេវាមាន form អីផ្សេងទៀតបើសិនជាយើងធ្វើឲ្យយើងប្រើ color ពណ៌ primary ហ្នឹងគឺវានឹងដូរទាំងអស់រីឯនៅខាងបើសិននេះតិចតាក់ទងជាមួយនឹង Figma ខ្ញុំមិនសូវចិនបកកែ Figma ទេប៉ុន្តែនេះត្រួស basic ចុះឧទាហរណ៍ថានៅខាង Figma គាត់ត្រូវការដូរគាត់ដូរចឹងគាត់ដូរទៅចឹងគាត់ដូររបស់គាត់ចឹងទៅគាត់ដូរហើយគាត់ share ឲ្យយើងមើលថាឥឡូវខ្ញុំចង់ដូរពណ៌នេះយើងក៏អត់ដឹងដែរថាអាទិត្យក្រោយឬក៏ខែក្រោយឆ្នាំក្រោយគេដូរ branding គេដូរពណ៌អញ្ចឹងទៀតប៉ុន្តែសំខាន់គឺយើងគាត់ចង់ដូរអីក៏បានដែរគាត់ថាឲ្យពណ៌shadow border color font size ដូរបានទាំងអស់ចំណុចទី4តាក់ទងជាមួយនឹងសេរីភាពក្នុងការ design ឧទាហរណ៍ថានេះឧទាហរណ៍មួយទៀតឧទាហរណ៍ថា
UI ហ្នឹងគាត់ខាង designer ហ្នឹងគាត់មាន component មួយ component នេះអាចហៅថា pricing card ចុះអញ្ចឹងគាត់ចង់យើងធ្វើហើយយើងមើលទៅថាធ្វើបានអត់បញ្ហាដល់ពេលយើងយកទៅប្រើយកទៅធ្វើវាពិតជាបានមែនតែវាស្មុគស្មាញវាត្រូវការ customize វាត្រូវការ override style ពី3តង់ហើយធម្មតា software engineer យើងចង់សរសេរតិចតែបានដូចព្រោះកណ្ដាលតិចសេកូតិចវាលឿនជាងសេកូច្រើនអញ្ចឹងបញ្ហាគឺត្រង់ហ្នឹងបើសិនជាយើងរើសយក UI library ដែលត្រូវឧទាហរណ៍ថាយើងរើសយក SANCN ទៅឬក៏យើងយក MUI ទៅវាមានcard component ហ្នឹងស្តៀងនឹងហ្នឹងអត់យើងអាចថាcard pricing នេះយើងអត់ដឹងទុកមុនទេប៉ុន្តែអ្វីសំខាន់គឺយើងត្រូវរើស UI library របស់យើងដែលធ្វើការឲ្យវាមានភាពបត់បែនទៅតាមproject របស់យើងឧទាហរណ៍ថាយើងរើស SANCN គាត់ចង់បានមិនក៏បានដែរគាត់ចង់បាន card របៀបហ្នឹងគាត់ចង់បាន animation ពីក្រោយពួកអីវាគឺជា HTML យើងអាច customize component ដែល install ពី SANCN គឺធ្លាក់ចូលនៅក្នុង project ឧទាហរណ៍អញ្ចឹងខាងឆ្វេងនេះគឺ MUI ក៏ប៉ុន្តែវាធ្វើដូចគ្នាធ្វើដូចមិនមែនថាមិនដូចទេ SANCN ក៏ធ្វើដូចដែរប៉ុន្តែអ្វីដែលពិសេសនោះគឺថាខាង MUI គឺចំណាយកូដច្រើនរហូតដល់300ឡានរីឯ SANCN វិញគឺតែខ្ទង់160អញ្ចឹងវាចង់ពាក់កណ្ដាលហើយនិយាយអំពី component វិញបើសិនជាយើងឧទាហរណ៍ថាយើងចូលទៅ component មួយរបស់ MUI គឺវានឹងធ្លាក់ទៅដល់ node module មានន័យថាអ្នកទាំងអស់គ្នាមិនអាចកែបានទេបើអ្នកទាំងអស់គ្នាអាចកែបានតែនៅពេលដែលគ្នាយើង install អ្នកចេះស្គាល់ node module ដឹងស្រាប់ហើយគឺសម្រាប់ទៅពេល CI ឬក៏យើងយកទៅឲ្យ team ម៉ាស៊ីន team យើងទៅប្រើគាត់ install ទៅគាត់បានថ្មីអញ្ចឹងបើសិនជាយើងលួចកែទៅហ្នឹងនេះយើង install វាគាត់จะបាត់ហើយបើយើងទៅលេខទៅមើល SANCN វិញ SANCN ឧទាហរណ៍ card component យើងបាញ់ទៅ card component ទៅគឺវាស្ថិតនៅក្នុង repo របស់យើងកូដរបស់យើងចង់កាយយើងចង់ថែមឆាលចង់ថែម icon ថែមខ្លះក៏បានថែម property ក៏បានមកស្រឡាញ់ឥឡូវវិធីសាស្ត្រ4ចំណុចខាងលើអស់ហើយតែនៅមានមួយសំណួរដែលសំខាន់ដែលយើងត្រូវសួរទៅ designer សំណួរនោះគឺសួរទៅគាត់ថាតើ design របស់គាត់ហ្នឹងគឺ strict ប៉ុណ្ណាមានន័យថាតើគួរតែ follow ឲ្យដូចទាំងអស់ឬក៏យើងគ្រាន់តែឲ្យស្តៀងអញ្ចឹងឧទាហរណ៍ក្នុងករណីយើងទៅមើល login ភាសាទៀតក្នុងករណីបើនិយាយពី design របស់គាត់ថាគាត់អត់សូវ strict ទេធ្វើម៉េចឲ្យតែមាន component ឲ្យគាត់មកអញ្ចឹងគាត់ថាយើងអាចប្រើ UI library មួយណាក៏បានដែរយើងអាចប្រើ MUI design ធ្វើម៉េចឲ្យតែមាន title ប៉ុណ្ណឹងមក input របស់គាត់ email password អញ្ចឹងមកប៊ូតុង CTA រៀងត្រឹសចុចបានមកចប់ហើយproject ប្រភេទហ្នឹងតាក់ទងវាអាចជាប្រភេទ project ដែលធ្វើសម្រាប់ internal នៅក្នុងក្រុមហ៊ុនដែលមិនសូវឲ្យ user ខាងក្រៅប្រើទេឬក៏ជា project ដែលគេចង់បានលឿនគេធ្វើ POC proof of concept ហ្នឹងធ្វើម៉េចឲ្យបានលឿនក្នុងរយៈពេលមួយអាទិត្យពីរអាទិត្យឬក៏មួយខែពីរអញ្ចឹងទៅគេចង់មើលថា functionality ឬក៏ product ហ្នឹងវាអាចទៅមុខកម្រិតណាប៉ុន្តែបើសិនជាគាត់និយាយពី design របស់គាត់ strict យើងត្រូវតែធ្វើដូច border ឲ្យដូច padding margin គឺអត់ឲ្យខុសបន្តិចទេមកខុសតែមួយ pixel ហ្នឹងគឺ lampa ពេញហ្នឹងឡើយអញ្ចឹងបើក្នុងករណីហ្នឹង SANCN គឺដឹងតែ the best ទៀតដែរពួកអី SANCN ដូចខ្ញុំបានលើកឡើងមិញហ្នឹងគឺវាជា HTML បូកជាមួយនឹង Tailwind CSS component ធម្មតាគឺហើយកូដជារបស់យើងទៀតយើងចង់កែអីកែទៅមកស្រឡាញ់4ចំណុចខាងលើបូកជាមួយនឹងមួយសំណួរហ្នឹងហើយដែលខ្ញុំប្រើសម្រាប់ក្នុងការជ្រើសរើស UI library ហើយវាធ្វើឲ្យខ្ញុំចំណេញពេលវេលាអត់សូវ hot refactor code design ចេញមកក៏ designer គាត់ពេញចិត្តទៅតាមហ្នឹងហើយខ្ញុំសង្ឃឹមថាវាជួយជាគំនិតដល់អ្នកទាំងអស់គ្នាដែលមើលវីដេអូហ្នឹងអាចយកទៅប្រើប្រាស់ក្នុងការជ្រើសរើស UI library ហើយបើសិនជាពេញចិត្តណាមួយឬក៏មានអីថ្មីជួយចែកម្លែកក្នុង comment ផងគេលោកខ្ញុំទៅប្រើដែរអ្នកទាំងអស់គ្នាឮតែ SANCN ក្នុងវីដេអូនេះអត់តមាននិយាយលម្អិតអំពី SANCN ទេតែវីដេអូក្រោយនឹងមានខ្ញុំនឹងនិយាយអំពី SANCN ជាមួយនឹង Figma របៀបធ្វើការអាពីរនឹងជាមួយគ្នាហ្នឹងវាធ្វើការយ៉ាងម៉េចហ
ហើយកុំភ្លេចចុច like and subscribe ហើយនឹងអាស្អីគេកណ្ដឹងនោះហើយអរគុណសម្រាប់ការទស្សនាហើយជួបគ្នានៅវីដេអូក្រោយបាយបាយ